អ្នកទាំងអស់គ្នាប្រហែលជាគិតថា Warden គឺជាសត្វដែលខ្លាំងជាងគេនៅក្នុង Minecraft ត្រអត់ប៉ុន្តែថ្ងៃនេះគឺថាខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅឃើញជាមួយនឹងសត្វមួយទៀតដែលថាធំនិងខ្លាំងជាង Warden ទៅទៀតបើអ្នកទាំងអស់គ្នាចង់ដឹងថាតើសត្វនោះជាសត្វអ្វីហើយខ្លាំងប៉ុណ្ណានោះកុំភ្លេចតាមដានវីដេអូនេះរហូតដល់ចប់និងកុំភ្លេចជួយ Subscribe និងចុច Like ឲ្យខ្ញុំបានម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តហ្នឹងហើយនេះគឺជា Warden ដែលថាកម្ពស់របស់វាគឺថាវាមានកម្ពស់ត្រឹមតែ3 block នោះទេហ្នឹងហើយដូចអ្នកនរគ្នាឃើញអញ្ចឹងតែទំហំរបស់វាអាចថាជិត2 block ហើយនឹងកម្ពស់របស់វាគឺថាមានត្រឹមតែ3 block ទេហ្នឹងហើយគឺថាឥឡូវយើងមកមើលជាមួយនឹងសត្វមួយទៀតដែលថាខ្លាំងនិងធំជាង Warden ទៅទៀតនោះគឺ1 2 3ហ្នឹងហើយអ្នកនរគ្នាគឺថាវាគឺជា Godzilla ហ្នឹងហើយអ្នកគ្នាស្ដាប់សំឡេងវាទៅអ្នកនរគ្នាសំបីតើពេលវាដើរក៏ឮសំឡេងលាន់ដែរហ្នឹងហើយគឺថាគួរខ្លាចខ្លាំងមែនទែនធំជាង Warden រាប់រយដងតែម្ដងធំមែនទែនតែម្ដងហ្នឹងហើយបើអ្នកនរគ្នាចង់ដឹងថាវាខ្លាំងប៉ុណ្ណានោះអូខេខ្ញុំនឹងធ្វើការប្រយុទ្ធជាមួយនឹងGodzilla នេះឲ្យមើលតែម្ដងហ្នឹងហើយឥឡូវគឺថាខ្ញុំបានយកអាវក្រោះនៅតារ៉ៃមកឈោតជាមួយនឹងព្រួញហើយខ្ញុំបាញ់វាហើយវាខឹងហើយថាយើងរត់ទៅអ្នកនរគ្នាបានឃើញចឹងគឺថាមួយដៃងាប់តែម្ដងហ្នឹងហើយវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងហ្នឹងហើយបើអ្នកគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច Like Subscribe អ្នកមួយផងដើម្បីជាការលើកទឹកចិត្តអូខេជួបគ្នានៅវីដេអូក្រោយ